ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីអញ្ជើញសពតគំនូរសិល្បៈដែលបង្ហាញពីសោកនាដកម្មនៅព្រំដែនគំនូរសិល្បៈដើម្បីសន្តិភាពផ្ទាំងទី2ដែលបង្ហាញពីសោកនាដកម្មនៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាបានបញ្ចប់ការគូនិងត្រូវបានសពតជាផ្លូវការនាល្ងាចថ្ងៃទី3ខែមីនា2026នេះនៅមុខវត្តបទុមវតីឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញសពតផ្ទាំងគំនូរនេះដែលត្រូវបានគូដោយវិចិត្រករជាច្រើនអ្នកនៅលើផ្ទាំងក្រណាត់សដែលមានទទឹង5ម៉ែត្រនិងបណ្ដោយ35ម៉ែត្រផ្ទាំងគំនូរមួយនេះនឹងដាក់តាំងបង្ហាញជូនដល់សាធារណជនជាតិនិងអន្តរជាតិទស្សនារហូតដល់ថ្ងៃទី3ខែឧសភា2026គំនូរសិល្បៈផ្ទាំងទី2នេះផ្ទាំងទី1នៅខេត្តសៀមរាបគឺដើម្បីបង្ហាញពីទុក្ខវេទនារបស់ជនស៊ីវិលការបំផ្លិចបំផ្លាញនិងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងគំនូរនេះក៏ជាសារអំពាវនាវឲ្យអន្តរាគមន៍ពីសហគមន៍អន្តរជាតិទាមទារយុត្តិធម៌ពិសេសជំរុញឲ្យភាគីថៃដកកម្លាំងចេញពីដែនអធិបតេយ្យភាពកម្ពុជា